ម៉ោង5:27 នាទីល្ងាចនៅឈុំសមុទ្រពាក់ថ្ងៃទី30នៃវិបត្តិនាវា150គ្រឿងកំពុងជាប់ទាំងនៅច្រកសមុទ្រ Hormuz មានទាំងនាវាដឹកប្រេងនាវាដឹកឧស្ម័ន LNG និងនាវាដឹកទំនិញទាំងអស់ឈប់នៅស្ងៀមនៅចំផ្លូវទឹកដ៏សំខាន់បំផុតមួយរបស់ពិភពលោកនេះមិនមែនជារឿងតូចទេព្រោះប្រហែលជា 20% នៃប្រេងពិភពលោកនិង 20% នៃឧស្ម័នឥន្ធនៈរាវត្រូវបានកាត់ផ្តាច់ហើយវាស្មើទៅនឹងពាណិជ្ជកម្មថាមពលតម្លៃ$500,000 លានក្នុងមួយឆ្នាំដែលត្រូវរំខានសហរដ្ឋអាមេរិកដែលមានកងទ័ពជើងទឹកនិងទ័ពអាកាសខ្លាំងបំផុតលើលោកនៅតែមិនទាន់អាចបើកច្រកនេះឡើងវិញបានហេតុអ្វីមនុស្សជាច្រើនអាចគិតថាអាមេរិកគ្រាន់តែបញ្ជូននាវាពិឃាតយន្តហោះចំបាំងនាវាមួយទឹកបាញ់កំទេចគោលដៅអ៊ីរ៉ង់ទៅជាការស្រេចដោយហើយក៏ប៉ុន្តែការពិតមិនសាមញ្ញបែបនោះទេយុទ្ធសាស្ត្របិទច្រក Hormuz របស់អ៊ីរ៉ង់ជាប់ទៅជាមួយនៅអន្ទាក់គម្រាមកំហែងច្រើនស្រទាប់ដែលកងទ័ពជើងទឹកអាមេរិកមិនអាចដោះស្រាយតែឯងបានទេអន្ទាក់ទី1គឺទូកវាយប្រហារល្បឿនលឿនអ៊ីរ៉ង់មានទូកតូចៗល្បឿនលឿនបំពាក់អាវុធធ្ងន់ហើយអាចធ្វើចលនាជាក្រុមធំៗដូចជាសំណាញ់ព័ទ្ធជុំវិញគោលដៅពួកវាមានតម្លៃថោកផលិតបានលឿនពិបាកតាមដានពីលើអាកាសហើយកាន់តែពិបាកសម្រាប់នាវាចម្បាំងធំៗរបស់អាមេរិកនៅក្នុងការបាញ់ទប់ទល់អន្ទាក់ទី2គឺមានសមុទ្រទីភ្នាក់ងារស៊ើបការការពារជាតិអាមេរិកប៉ាន់ប្រមាណថាអ៊ីរ៉ង់មានសមុទ្រជាង5000គ្រាប់មានទាំងនេះថោកស្ងាត់និងអាចដាក់ចូលសមុទ្របានយ៉ាងលឿនតើមាននាវាអាមេរិកឯណាហ៊ានអមការពារនាវាដឹកប្រេងបើផ្លូវទឹកមានមីនអន្ទាក់ទី3គឺដីកោះនេះគឺជាចំណុចស្លាប់រស់នៅពេលនេះកោះដូចជាឡារ៉ាក់ហ្កាសឹមនិងអាប៊ូមូសាមិនមែនជាកោះទទេទេវាគឺជាទីតាំងរ៉ាដាជាកន្លែងបាញ់មីស៊ីលនិងជាចំណុចឃ្លាំមើលដែលឲ្យអ៊ីរ៉ង់គ្រប់គ្រងផ្លូវនាវាទាំងមូលអ៊ីរ៉ង់បានបំលែងកោះទាំងនេះទៅជាបន្ទាយយោធាហើយបន្ថែមមីស៊ីលប្រឆាំងនាវាតាមឆ្នេរតាមជ្រលងភ្នំនិងក្នុងរូងក្រោមដីជាច្រើនទៀតកាលពីថ្ងៃទី17ខែមីនាអាមេរិកបានទម្លាក់គ្រាប់បែក GBU 72ទម្ងន់5000ផោនជាច្រើនគ្រាប់វាយប្រហារទៅលើទីតាំងមីស៊ីលក្រោមដីនៅឆ្នេររបស់អ៊ីរ៉ង់ក៏ប៉ុន្តែកំទេចមិនទាន់អស់ទេកម្លាំងអាកាសអាមេរិកអាចបំផ្លាញបានតែមិនអាចទប់ទល់អ៊ីរ៉ង់មិនឲ្យសាងសង់ឡើងវិញបានទេនោះហើយគឺជាចន្លោះដែលទ័ពថ្មើរជើងត្រូវបំពេញហើយឥឡូវនេះកងម៉ារីនអាមេរិកចំនួន5000នាក់បានទៅដល់សមរភូមិប្រយុទ្ធហើយពួកគេទៅដល់ជាមួយនឹងនាវា Tripoli ដែលអាចបញ្ជូនពួកគេចូលទៅជិតទីលានបំផុតកងម៉ារីនដែលប្រមូលផ្ដុំកម្លាំងចម្រុះនេះនឹងរ៉ាប់រងប្រតិបត្តិការចំនួន3ក្នុងពេលតែមួយទី1គឺវាយលុកឆ្នេរនិងដណ្ដើមការកាន់កាប់កោះសំខាន់ៗដូចជាកោះខាងដើម្បីគ្រប់គ្រងការនាំចេញប្រេងរបស់អ៊ីរ៉ង់ប្រហែលជា 90% ឧទ្ធម្ភាគចក្រពិសេសដូចជា CH-53 MV-22 និង Viper នឹងបញ្ជូនកងកម្លាំងអាមេរិកចុះចូលលើដីកោះដោយមិនចាំបាច់ដើរកាត់ដីគោកដែលអ៊ីរ៉ង់ដាក់មានរួចជាស្រេចនោះទេទី2គឺបោះសម្អាតមីនកងម៉ារីនអាមេរិកអាចធានាសុវត្ថិភាពតំបន់ឆ្នេរជុំវិញដើម្បីបើកផ្លូវឲ្យក្រុមសម្អាតមីនធ្វើការបោះសម្អាតទី3គឺកងម៉ារីនអាចតាមដានត្រួតពិនិត្យនិងកំណត់យកនាវាសង្ស័យថាកំពុងដាក់មីននៅច្រកសមុទ្រ Hormuz អ្នកជំនាញការអន្តរជាតិដែលត្រូវស្រង់ផ្សាយដោយសារព័ត៌មានអន្តរជាតិនានារួមទាំង Al Jazeera និង CNN បានសន្និដ្ឋានថាមានតែទ័ពថ្មើរជើងនិងកងម៉ារីនទេទើបអាចរំដោះច្រកសមុទ្រ Hormuz ពីកណ្ដាប់ដៃរបស់អ៊ីរ៉ង់បាន